របៀបដាក់ font អក្សរខ្មែរចូលទៅក្នុងកម្មវិធី CapCut អញ្ចឹងសម្រាប់បងៗណាដែលគាត់អត់ទាន់ចេះសរអាចមើលវីដេអូមួយនេះបានហើយអាច save ទុកមើលពីក្រោយទៀតក៏បានដែរដើម្បីបាន font អក្សរខ្មែរចូលទៅក្នុង CapCut ដំបូងគឺបងចូលទៅក្នុង Safari ក្នុង website ហ្នឹងបន្តមកបងស្វែងរកពាក្យថា My Font Free Download បែបនៅលើ website ហ្នឹងគឺវាមានច្រើន website ដើម្បីឲ្យយើងចូល select ដើម្បី download ជ្រើសរើសយកមួយណាក៏បានចូល website មួយនេះរកមើល font ណាដែលយើងអាច download font ដែលយើងស្រឡាញ់យើងចង់ដាក់នៅលើវីដេអូរបស់យើងអញ្ចឹងចុចមើល font បន្ថែមបងចុចកន្លែងនេះមកនឹង load font បន្ថែមឲ្យយើងបាន download ទៀតដើម្បី download បងគ្រាន់តែចុចកន្លែង download មកវានឹង load ផ្ទាំងមួយចុច download font ហើយនឹងវា load ចូលទៅក្នុងផ្ទាំងមួយទៀតដើម្បីឲ្យយើង download ចូលទៅក្នុងទូរស័ព្ទរបស់យើងមកចេញមកកន្លែងសញ្ញាបាញ់ព្រួយចុចក្រោមហ្នឹងគឺ download រួចហើយបងវា load ចូលទៅក្នុង file នៅលើទូរស័ព្ទរបស់យើងហើយបើបងស្រឡាញ់ font មួយបង download មួយទៅបើបងស្រឡាញ់ font ពីរបង download ពីរមកហើយវានឹង load ចេញមកបែបនេះហើយបន្តមកទៀតបងចូលទៅក្នុងទូរស័ព្ទ search រកពាក្យថា file បងហើយរកមើលពាក្យថា download នៅលើ file zip ហ្នឹងបងដើម្បីឲ្យវា load folder នេះគឺសំខាន់ណាស់បងចុចលើ file zip ហ្នឹងមកវា load folder បែបនេះមកបងចូលទៅក្នុង CapCut ហើយបងរកមើលពាក្យថា my font សញ្ញា add font ហ្នឹងហើយបងចុច my font ហ្នឹងដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងវានឹង load font ដែលយើងបាន install រួចហើយឃើញបងសិតតែ folder ដែលយើងបានចុចមកអញ្ចឹងបន្តមកទៀតបងគ្រាន់តែចុចលើ folder font អក្សរចុច file ttf បន្តមកបងចុច open គឺបានហើយវា load ចូលទៅក្នុង CapCut របស់បងមកបើសិនជាបងចង់ថែម font ម្ដងទៀតបងធ្វើដដែលអញ្ចឹង font ខ្មែរឬក៏ font អង់គ្លេសប៉ុន្តែ font អង់គ្លេសភាគច្រើនគឺគេមកស្អាតស្អាតស្រាប់